ទីនចោទកម្ពុជារំលោភកិច្ចព្រមព្រៀងសន្តិភាពនៅចំពោះមុខត្រាំនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃលោកអនុទានឆាន់វីរៈគុលក្រលាស់អណ្ដាតទាំងប្រហិនចោទប្រកាន់កម្ពុជាស្រស់ក្នុងកំឡុងពេលទូរស័ព្ទជាមួយលោកត្រាំថាថៃមិនមែនជាអ្នកខុសទេកម្ពុជាត្រូវតែបញ្ឈប់រាល់ចំនួនទាំងឡាយសម្ដីដ៏ប្រហិនបំភ្លៃនិងបំភ្លើសរបស់លោកអនុទាននេះត្រូវបានចុះផ្សាយដោយទូរទស្សន៍ថៃ Amarin TV នៅយប់ថ្ងៃទី12ខែធ្នូឆ្នាំ2025លោកអនុទានឆាន់វីរៈគុលបានធ្វើសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ដោយបានបញ្ជាក់ថាបរិយាកាសនៃកិច្ចសន្ទនាជាមួយលោក Trump មានភាពវិជ្ជមានប្រធានាធិបតីអាមេរិកមានការព្រួយបារម្ភអំពីស្ថានភាពនេះហើយចង់ឲ្យប្រទេសថៃចូលរួមអនុវត្តសេចក្តីប្រកាសរួមស្តីពីសន្តិភាពរាជធានីកូឡាឡាំពូប៉ុន្តែបើសុំឲ្យថៃចូលរួមអនុវត្តបទឈប់បាញ់ត្រូវប្រាប់កម្ពុជាជាមុនសិនទើបយើងព្រមជាមួយគ្នានេះលោកអនុទានបាននិយាយទាំងបំភ្លេចថាខ្លួនតែងតែគោរពតាមលក្ខខណ្ឌសេចក្តីប្រកាសរួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរាជធានីកូឡាឡាំពូប៉ុន្តែកម្ពុជាជាអ្នកបំពានប្រទេសថៃមិនដែលងាកចេញពីលក្ខខណ្ឌនេះទេគឺកម្ពុជាដែលបានរំលោភបំពានដូច្នេះថៃបានថ្លែងសារប្រាប់កម្ពុជាឲ្យឈប់រាល់ចំនួនអ្នកដែលបំពានកិច្ចព្រមព្រៀងត្រូវតែកែតម្រូវសកម្មភាពរបស់ពួកគេដែលសម្ដៅដល់កម្ពុជាជាចុងក្រោយលោកត្រាំក៏បានបញ្ជាក់ដែរថាលោកនឹងមិនលាយឡំបញ្ហាពន្ធគយជាមួយនឹងបញ្ហាកម្ពុជាឡើយហើយនឹងដោះស្រាយបញ្ហាយកពន្ធឲ្យបានល្អជាងប្រទេសដទៃទៀតនេះបើតាម Amarin TV